កម្ពុជាវាស្មុគស្មាញហើយបើថាមហាអំណាចជួយរៀបចំឲ្យខ្មែរយើងទៅចេញសម្លេងរបស់យើងខ្លះទៅហើយតាមយើងដឹងពិសេសហ្នឹងក្នុងក្រីភាគីនេះបានរួមគ្នាជាងមួយទសវត្សរ៍អាពេលរួមគ្នាសិតតែបានផលចំណេញផលអស់គ្នាហើយប្រប្រស័យចាក់តងគ្នាដូចមានទៅធ្វើណែប្រជុំទទួលភ្ញៀវរាជខ្ញុំគូណាលោកទទួលហើយមានទទួលរាជខ្ញុំគូណាត្រៀមទទួលភ្ញៀវអីមិនហៅថាវានិយាយគ្នាបានរួមបានប្រស័យចាក់តងគ្នាបានល្អជាងមួយទសវត្សរ៍ហើយស្រាប់ដល់មកអនុវត្តកិច្ចព្រមព្រៀងប៉ារីសទៅជាផ្នែកមហោបលាយភូមិសាស្ត្រអីទៅវិញអានឹងហើយដែលខ្ញុំនាំឲ្យខ្ញុំនិយាយពីប្រវត្តិសាស្ត្រឡើងវិញប្រវត្តិសាស្ត្រ3សតវត្សរ៍កន្លងមកនេះតែការពិតតែខ្ញុំស្ដាយតែរឿង4ភាគីនោះទេហើយឥឡូវมันបានអនុវត្ត4ភាគីឃើញយ៉ាងម៉េចទេឃើញថាកម្លាំងជាតិមួយដែលមានតួនាទីសំខាន់ក្នុងពេលរយៈកាលដែលប្រទេសយើងត្រូវឆ្លងកាត់ការលំបាកភាគីនឹងដែលដើរតួសំខាន់មួយដោយរួមជាមួយភាគីទាំងអស់ការពារអធិបតេយ្យជាតិកុំឲ្យខាងអាមេរិកក៏កុំមិនឲ្យគ្រប់គ្រងយើងឯករាជ្យអាមេរិកក៏នៅឯករាជ្យអាមេរិកវៀតណាមកុម្មុយនីសក៏នៅឯករាជ្យវៀតណាមកុម្មុយនីសឥឡូវខ្ញុំទទួលធានគណៈប្រធានរដ្ឋដើមខែ6ឆ្នាំ1976តែដល់ខែឧសភាចក្កដាខែឧសភាឆ្នាំ1976មានន័យថាមួយខែជាងតិចមានរឿងអសានវិររបស់វៀតណាមគ្រាខ្ញុំទទួលធ្វើប្រមុខរដ្ឋពេលនោះមិនខ្ញុំចង់បានបន្សាក់លៀបសការៈអីទេពួកខ្ញុំឃើញសភាពការវាមិនស្រួលវាមិនល្អហើយដល់ខ្ញុំទទួលបានមួយខែវាមិនល្អមែនវាមិនស្រួលមែនគាត់ថាដើម្បីមានលែងចេះហើយមានលែងចុះទេអានឹងហើយដែលខ្ញុំសូមថាយករឿងទាំងអស់នោះវាហួសអស់ទៅហើយក៏ប៉ុន្តែសូមថាកុំឲ្យចេះតែចង្អុលខ្មែរក្រហមចេះខ្មែរក្រហមចុះហើយមិនព្រមតវិសោធន៍បានមកប្រកបប្រជាបានមកស្ដាប់តែរឿងពិតជាយ៉ាងម៉េចមិនស្រួលឲ្យស្រួលគេទៅវិចោលហ្មងខ្ញុំថាហ្នឹងទៅដកវិថោហើយពីឆ្នាំ1970ដល់គ្មានខ្មែរក្រហមតស៊ូទេម្ល៉េះកម្ពុជានៅធ្លាក់ទៅក្នុងកណ្ដាប់ដៃវៀតណាមកុម្មុយនីសតាំងពីពេលនោះមកហើយអត់មានកម្ពុជាបច្ចុប្បន្ននេះទេហើយនៅឆ្នាំ1979លោកក៏អាចស្រាវជ្រាវឃើញដែរប្រគល់ណាលោកបានសរសេរសម្បត្តិមួយដល់ផាវ៉ាន់ដុងលោករំលឹកផាវ៉ាន់ដុងថាប្រគល់ណាមានសគុណយ៉ាងម៉េចខ្លះលើវៀតកុងវៀតណាមខាងជើងថែមទាំងឲ្យជំរកជ្រកនៅថែមទាំងបើកកំពង់ផែកំពង់សោមឲ្យដឹកអាវុធឆ្លងកាត់កម្ពុជាយកផ្ដល់ទៅឲ្យពួកវៀតកុងវៀតណាមខាងជើងលោករលនល់សម្លាក់លោកដោយសារតែលោកជួយហ្នឹងប៉ុន្តែឥឡូវលោកដេញពលពតចេញហើយសូមបកគលកម្ពុជាមកឲ្យខ្ញុំវិញផងឲ្យខ្ញុំវិញមកដឹងវ៉ាន់ដុងឆ្លើយផាវ៉ាន់ដុងឆ្លើយថាម៉េចទេផាវ៉ាន់ដុងមិនខ្ចីទាំងបើកសម្បត្តិគូណាមើលផងហើយខែនេះនឹងទៀតសូមផ្ញើបញ្ជូនត្រឡប់ទៅម្ចាស់ដើមវិញហើយផាវ៉ាន់ដុងថាស្អីស៊ីនោះនឹងស៊ីនោះចាប់ហើយប៉ុន្តែដោយសារមករួមតស៊ូជាមួយគ្នាទៅចលនា3ភាគីនេះទៅបានប្រគល់ណាបានមានកិច្ចព្រមព្រៀងប៉ារីសហ្នឹងបើគ្មានការរួមតស៊ូជាមួយគ្នាគ្មានកិច្ចព្រមព្រៀងប៉ារីសទេហើយគ្មានប្រគល់ណាមកធ្វើប្រធានគណៈប្រធានរដ្ឋកម្ពុជាប្រជាធិបតេយ្យទេហើយគ្មានកម្ពុជាសប្តាហ៍នេះទៀតដូច្នេះគឺថាកាលពីឆ្នាំ1970ក៏ខ្មែរក្រហមដើរតួសំខាន់ជាសាច់ជាឈាមរបស់ជាតិស្លាប់រស់ក្រមទ្រង់បែកទេហាក់ទៅយ៉ាងម៉េចមានន័យថាខ្មែរក្រហមបានរួមចំណែកការពារជាតិហើយសាច់ជាឈាមរបស់ជាតិបើមានខុសមានត្រូវខ្ញុំថាមានខុសមានត្រូវបើវាខុសវាត្រូវក្នុងក្របខ័ណ្ឌជាតិតែក្នុងក្របខ័ណ្ឌបល័យភូមិសាស្ត្រជាតិឯងទេអានឹងដែលខ្ញុំចង់គូសង្កត់ដកពិសោធន៍ហើយបរទេសគេចង់សង្កត់យើងយ៉ាងម៉េចយើងមូលវត្តគ្នាយើងដឹងយើងស្គាល់គ្នាអស់ហើយពួកបានរួមគ្នាតស៊ូជាមួយគ្នាតាហើយមិនក៏បំភ្លេចចោលបាទលោកខៀវសំផនតើរបបខ្មែរក្រហមមានពាក់ព័ន្ធយ៉ាងម៉េចដែរចំពោះបល័យភូមិសាស្ត្រនៅកម្ពុជានោះបាទអារឿងនោះវាស្មុគស្មាញណាស់វាមិនមែនមានចេតនាទៅបល័យភូមិសាស្ត្រជាតិឯងទេលោកដឹងទេទៅតស៊ូក្នុងព្រៃលំបាកយ៉ាងម៉េចហើយក្របែកទេហើយទៅទីវាស្រួលទេលោកនិយាយទៅតាក់ទៅមើលទៅត្រូវចង់និយាយទៅទាំងអស់នេះត្រូវស្រាវជ្រាវឲ្យស្រួលបួលឲ្យប្រកបប្រជាឡើងវិញកុំមកគ្នាចេះតែស្រែកហើយមិនព្រមមើលឯកសារឲ្យច្បាស់លាស់ហើយឯកសារនោះមិនទៅយល់ណាទេខ្ញុំចង់អើបិញទៅណានោះបងហើយសភៅនោះចំណងជើងរបបប៉ុលពតទំព័រ115
ចាប់ពីមើលដល់5ទៅឲ្យសូមជួយមើលទៅឲ្យសូមបងប្អូនរួមជាតិទាំងអស់គ្នានាំគ្នាមើលឯកសារនោះសិនខ្ញុំសូមអំពាវនាវឲ្យបងប្អូនរួមជាតិយើងប្រជាជនធម្មតាវាមិនយ៉ាងទេប៉ុន្តែអ្នកដែលចេះដឹងខ្ពស់អ្នកដែលធ្វើសកម្មភាពនយោបាយទទួលខុសត្រូវវាសនាជាតិយើងខំមើលហ្នឹងឲ្យមែនតើមើលសភៅហ្នឹងខ្ញុំនិយាយឲ្យនិយាយទៀតថាសូមមើលឯកសារហ្នឹងណាជាឯកសារផ្ទៃក្នុងដែលពិភាក្សាគ្នាក្នុងគណៈអចិន្ត្រៃយ៍នៃបកកុម្មុយនីសកម្ពុជាបើកទូលាយខ្ញុំអត់មានសមាជិកគណៈអចិន្ត្រៃយ៍ទេតែគេឲ្យខ្ញុំទៅចូលរួមដែរទីនោះពីព្រោះតាក់ទងរឿងចរចាមិនមែនតាក់ទងរឿងផ្សេងក្នុងបកកុម្មុយនីសគេឲ្យខ្ញុំទៅចូលរួមដូច្នេះខ្ញុំវាភ័យព្រួយវាឈឺចាប់អញ្ចឹងហើយបានជាខ្ញុំសុខចិត្តវាឈឺចាប់ហ្នឹងវាព្រួយហ្នឹងដល់អពាក់កណ្ដាលខែ6ឆ្នាំ1971រឿងដែលតាំងប្រមាណមកថានឹងមានរឿងរបៀបអញ្ចឹងយើងមិនដឹងវាចេញយ៉ាងម៉េចទេតែរបៀបគេហៅថាច្បាច់តឲ្យងាប់ណាបើពលពតក៏ថាពស់ថ្លាន់រឹតគោមួនយុទ្ធសាស្ត្រពស់ថ្លាន់រឹតគោមួនណាបាទអញ្ចឹងលោកខៀវសំផននៅរបបគ្រប់គ្រងដោយពួកខ្មែរក្រហមតាមឯកសារមួយចំនួនបានបង្ហាញថាមានប្រទេសមួយចំនួនដែលជាប់ពាក់ព័ន្ធទៅនឹងរបបខ្មែរក្រហមដែរតែលោកអាចបញ្ជាក់បានទេអំពីចំណោមប្រទេសទាំងអស់នោះជាមួយនឹងរបបខ្មែរក្រហមឥឡូវលោកឃើញថាខ្ញុំនិយាយពីរឿងវៀតណាមមានយុទ្ធសាស្ត្រគេហៅថាពូស្លាន់រឹតគូមាន់ហើយលោកនិយាយមើលឯកសារដែលខ្ញុំនិយាយនឹងមើលមែនឲ្យវៀតណាមឆ្លើយមកចំអល់យកឯកសារនៅបង្ហាញទូតវៀតណាមទៅលោកជិះយកឯកសារនៅបង្ហាញទូតវៀតណាមឲ្យវៀតណាមឆ្លើយមកលោកអាចបង្ហាញថានៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យហ្នឹងមានការជាប់ពាក់ព័ន្ធមួយចំនួននៅថ្នាក់ដឹកនាំកម្ពុជាយើងក្នុងរដ្ឋាភិបាលបច្ចុប្បន្នតើលោកអាចបញ្ជាក់ពីប្រវត្តិបានខ្លះៗទេតើថ្នាក់ដឹកនាំកម្ពុជាយើងមានជាប់ពាក់ព័ន្ធនឹងរបបខ្មែរក្រហមទេយ៉ាងម៉េចទេអត់ទេខ្ញុំមិនអាចនិយាយអីបានទេខ្ញុំនិយាយទៅរឿងប្រវត្តិសាស្ត្រកន្លងមកដើម្បីដល់ពិសោធន៍ពីប្រវត្តិសាស្ត្រកន្លងមកចាលោកអាចមានប្រសាសន៍ថាហេតុអីបានជាមិនហ៊ានមានប្រសាសន៍នៅពេលហ្នឹងអត់ទេខ្ញុំសូមអធិស្ឋានឲ្យមិនចាប់ទេរឿងហ្នឹងឃើញរឿងស្មុគស្មាញឃើញរឿងវាបែងទេបាទអរគុណលោកខៀវសំផនដែលបានមានប្រសាសន៍ជាមួយ